តែអ្នកជឿទេថាគ្រាន់តែដេកក៏អាចក្លាយជាម្ចាស់ជើងឯកពិភពលោកនិងទទួលបានប្រាក់រាប់ពាន់ដុល្លារការប្រកួត Lazy Citizen នៅប្រទេស Montenegro អ្នកចូលរួមត្រូវដេកលើពូកឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបានពួកគេអាចអានសៀវភៅប្រើទូរស័ព្ទឬហូបចុកលើពូកប៉ុន្តែហាមងើបឈរឬអង្គុយដាច់ខាតបើបំពានច្បាប់តែបន្តិចដូចជាការអង្គុយនឹងត្រូវជំរុះចេញភ្លាមៗគេអនុញ្ញាតឲ្យទៅបន្ទប់ទឹកបានតែម្ដងគត់ក្នុងរយៈពេល8ម៉ោងកាលពីឆ្នាំ2023កន្លងទៅម្ចាស់ជើងឯកបានបង្កើតប្រវត្តិសាស្ត្រដោយដេកជាប់គ្នារហូតដល់50ថ្ងៃប្រហែលជា1200ម៉ោងដើម្បីឈ្នះទឹកប្រាក់រង្វាន់1000អឺរ៉ូប្រហែលជា$1100ដុល្លារការប្រកួតនេះត្រូវបានបង្កើតឡើងដើម្បីឌឺដងឲ្យពាក្យចចាមអារ៉ាមដែលគេតែងនិយាយថាជនជាតិ Montenegro ជាមនុស្សខ្ជិលដូច្នេះពួកគេក៏បង្កើតការប្រកួតដេកនេះឡើងដើម្បីបង្ហាញពិភពលោកថាបើពួកគេពិតជាខ្ជិលមែនគឺពួកគេខ្ជិលដល់កម្រិតអាជីពតែម្ដងនេះប្រហែលជាការងារក្នុងសុបិនសម្រាប់មនុស្សជាច្រើនចុះអ្នកមើលវិញតើគិតថាខ្លួនឯងអាចដេកយូរបានកម្រិតណាបើមានរង្វាន់នៅចាំពីមុខបែបនេះសូមខមមិនប្រាប់ម្នាក់មួយផងជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនដែលបានទស្សនាបើសិនជាបងប្អូនមិនទាន់បានធ្វើការ like ឬ follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Volten International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook page និង Telegram នៅខាងក្នុងវីដេអូ